bộ này là pre nè là pre với trắng là cái tha terrain cắt tầng 7 cắt tầng 4 ហ្នឹងវាមិនទៅនេះខ្ញុំចង់ឲ្យអ្នកនរគ្នាមកសួរជាមួយនឹងប៉ាដែលគាត់អ្នកកាន់កាប់ terrain ផ្ទាល់ខ្លួនឯងហ្មងប៉ាគេកាត់តឹង 7 កាត់តឹង 9 ហ្នឹងវាខុសគ្នាមិនទៅតឹង 7 តឹង 9 ហ្នឹងវាខុសគ្នាតើចាអានេះទឹកម៉ានឥឡូវខ្ញុំកាត់ឲ្យមើលហ្មងអានេះទឹកម៉ានបាទអានេះវាទឹក 8 អាហ្នឹងគេចង់និយាយថា 80% ចំណាស់វាភាពចំណាស់បាទអានេះបើគិតរយៈពេលយប់បើយើងយកទៅបន្ទុំវាប្រហែលជា6ទៅ7ថ្ងៃបន្ទុំហើយសាច់ក៏អត់សូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរវាមានជាតិទឹកហើយហ្នឹងរសជាតិអត់សូវផ្អែមទេតែរៀនពេលខ្លះដែលយើងកាត់ស្ទើរចំណាស់គឺយកទៅគឺហូបអត់ឆ្ងាញ់ទេអញ្ចឹងបើយើងបេះដូចអានេះគេចង់និយាយថា 99% អានេះវា95ចុះលក្ខណៈដែលសម្គាល់ទៅលើការចំណាស់ហ្នឹងគឺវាមានច្រើនបែបយ៉ាងតើងចាស់នេះតើងឡាលូងណាមើលចុងបន្លាហ្នឹងចុងបន្លាហើយនឹងបន្លោះវានេះបន្លោះណាបន្លោះវាខៀវស្ងួតណាអាហ្នឹងវាឲ្យវាឲ្យលក្ខណៈយើងថាវាចាស់ហើយពណ៌ហ្នឹងមកស្ងួតរហូតមកដល់គូតហ្នឹងណាស្ងួតដែរតែ3យប់ឬក៏4យប់គឺទុំអស់ហើយអាហ្នឹងដែលហូបទៅឆ្ងាញ់ហ្នឹងមានជាតិម្សៅឈ្ងុយឆ្ងាញ់ហ្នឹងស្ងួតហ្នឹងគឺបេះចំណាស់ហ្នឹង95%នៃចំណាស់របស់វាហ្នឹងបើយើងបេះស្ទើររសជាតិវាផ្សេងទៅជាផ្អែមដែរផ្អែមអត់ឈ្ងុយឆ្ងាញ់ទេផ្អែមរៀងទឹកអានេះខ្ញុំបេះឲ្យមើលទេអានេះបែចំណាស់របស់វាគឺ80%ណាប៉ុន្តែយើងអត់ដែរបេះប្រភេទហ្នឹងយកមកលក់ទេដោយសារបេះមកគឺរសជាតិវាអត់ឆ្ងាញ់ទេឥឡូវយើងចង់មើលសាច់វាអត់អញ្ចឹងអាគេហៅថាចំណាស់80ហ្នឹងគឺនេះទឹក8ណាបាទទឹក8និយាយទឹក8ណាវានៅរៀងស្លេតអញ្ចឹងចាវាអត់តឡើងពណ៌យើងមើលសាច់ទៅក្នុងក៏សាច់វានៅអឹបអញ្ចឹងណាសាច់វានៅអឹបសអញ្ចឹងណាទេប៉ាសុំអានេះមួយទៀតមកយ៉ាងសុំអាទឹក9តែបែងបកបែងកាត់ហ្នឹងទៅអូពណ៌វារៀងឡើងលឿងជាងបាទសបកក៏លងហើយមើលសាច់ផ្ទុះហ្មងហើយសាច់វាផ្ទុះហ្មងចាតែគាត់វះមកឃើញសាច់ផ្ទុះអញ្ចឹងបានន័យថាចាស់ស្ងួតហ្មងគឺចាស់ល្អដរេននេះគឺមានរសជាតិហ្មងនេះអូអញ្ចឹងមែនតាខុសគ្នានេះវាឡើងទុកអានេះវានៅភ្លាមចេញទឹកមកគឺសក្នុងហ្នឹងចាអញ្ចឹងបានតែចំណាស់វាអត់តន់ដល់ទេតែអ្នកខ្លះគេកាត់ប៉ុណ្ណឹងប៉ុន្តែយើងសម្រាប់ចំការយើងចំការត្រែងតែយើងចំការត្រែងតែយើងហ្នឹងគឺមិនកាត់អញ្ចឹងទេគឺកាត់ប៊ីសទុំអញ្ចឹងហ្មង3យប់យ៉ាងច្រើន4យប់គឺទុំអញ្ចឹងអញ្ចឹងសម្រាប់គុណភាពនៃសាច់ទាំងអស់គ្នាគឺកាត់ទឹក9កន្លះដោយប៉ាគាត់និយាយអញ្ចឹងទុករយៈពេលតែ3ឬមួយយ៉ាងយូរបំផុតគឺ4យប់ដើម្បីរក្សាបាននូវគុណភាពសាច់ដែលមានភាពល្មួតអត់មានបែកទឹកហើយវាខ្ទិះឆ្ងាញ់អញ្ចឹងទាំងអស់គ្នាពួកយើងគឺទុកដល់ចាស់ទោះបីស្រកគីឡូយ៉ាងម៉េចក៏ដោយគឺឲ្យអតិជនយកទៅញ៉ាំគឺឆ្ងាញ់ហើយគាត់ចងចាំរសជាតិហ្នឹងរសជាតិចំការគីមហួរភូមិការីនៅខាងត្រែងតែយ៉ាងទាំងអស់គ្នាអញ្ចឹងគឺអាចរកបាននៅគ្រប់សាខារបស់ពួកយើងណាអង្គគេមើលមិនបានដឹងថាតរ៉េនឹងចាស់ឬតុំអីចឹងណាបាទទី1គេត្រូវដឹងពីអាយុរបស់វាធម្មតារបស់វាអាយុវា120ថ្ងៃអាហ្នឹងគេអាចកាត់បានប៉ុន្តែវាសំខាន់ទៅលើកត្តាទឹកភ្លៀងទៀតបើវាអត់មានភ្លៀងមានអីមកអញ្ចឹង120ថ្ងៃកាត់បានហើយអញ្ចឹងមើលមានភ្លៀងឬអីអញ្ចឹងគេត្រូវមើលវាទៅទៀតមើលតាមខ្សែទឹកវាអញ្ចឹងណានេះអានេះពណ៌ខៀវតែបន្លាវាក្រៀមអញ្ចឹងនេះបន្លាក្រៀមដេញមករហូតអញ្ចឹងណាឃើញនេះក្រៀមមកដល់គូតវាចឹងគេណាគូតវាក្រៀមគេសន្មត់វាថា90%ចាស់អញ្ចឹងនៅពេលខ្លះគេកំណត់រយៈពេលវារយៈពេលកំណត់អត់ត្រូវដោយសារមានភ្លៀងមានអីអញ្ចឹងហើយតរ៉េនខ្លះវាសាច់ធំអញ្ចឹងវាគ្រាន់ចាស់ព្រោះតរ៉េនណាអត់សូវសាច់អានោះ120ថ្ងៃចាស់តែនេះវាសំខាន់ទៅលើមើលឲ្យគោះទៀតសម្លេង
mưa dầm lên hỏi xong sai thà nắng bị chặt cũng rất phần ná cái thời việc sạch mưa chẳng như việc sạch mưa thà phần nắng sạch phần nào cái này cái việc dòng máu sạch biết đường mà nó bẹp liềm cái nào bẹp liềm đường và nắng chẳng dạ về 7 ngày tới 4 ngày thì về túng lương sẽ ở được mà nè class lư đã sẽ tha từ đòn clay ở đà têu nè têu clay từ trên nom châu bô tê bôi làm phân men đè nó cả na bia ta dạ về 7 ngày tới 4 ngày về tung về tới chụp luôn bia mà tôi chỉ dừng thời gian mấy cái về thời chụp đấy chẳng về thời đời rít từ nó chụp đạch mà chẳng nơi lơ đá có biết chụp rồi nè tại về túng về thời chụp mà từ đòn nó cứ xem từ chụp mà នេះមិនមែនជា resort ឬមួយក៏រមណីយដ្ឋានទេទាំងអស់គ្នានេះគឺជាចំការរបស់ពួកយើងនៅចលងភ្នំចំការគីមហួរភូមិគិរីត្រែនយើងពេលនេះពួកយើងបានប្រមូលផលវគ្គមួយហើយទាំងអស់គ្នារសជាតិដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំរយៈពេល1ឆ្នាំពេលនេះបានដល់រដូវកាលប្រមូលផលហើយជាតរ៉េនដែលនៅចលងភ្នំថែរក្សាហើយថែទាំដោយប៉ាម៉ាក់របស់ពួកខ្ញុំផ្ទាល់អ្នកដែលរង់ចាំរសជាតិល្មួតសាច់ទឹកដោះគោខ្ទិះហើយស្ងួតគឺពេលនេះពួកយើងប្រមូលផលហើយប៉ាហើយនឹងម៉ាក់មានពាក្យអីនិយាយទៅកាន់អតិថិជនដែលគាត់ជាមួយរង់ចាំតរ៉េនរបស់ពួកយើងរយៈពេល1ឆ្នាំនេះមានអីនិយាយទៅកាន់ពួកគាត់អត់ ហ្នឹងហើយផ្ដាំផ្ញើដល់ភ្ញៀវទាំងអស់ដែលធ្លាប់ហូបផ្លែទុរេនចំការគីមហួរត្រីយ៉ាងហ្នឹងឥឡូវចាប់ផ្ដើមប្រមូលផលហើយវគ្គ1វគ្គ2បន្តរហូតបងប្អូនដែលទន្ទឹងរង់ចាំរសជាតិដែលមិនអាចបំភ្លេចបានឥឡូវមកដល់ហើយតើអរគ្នាសាច់ស្ងួតសាច់ទឹកដោះគោខ្ទិះអាចមកភ្លក់មកមើលរសជាតិបានគឺប៉ាម៉ាក់គាត់ថែរក្សាដោយផ្ទាល់ដៃហើយគុណភាពនៃរសជាតិគឺធានាជូនអ្នកទាំងអស់គ្នាចឹងអាចរកបាននៅគ្រប់សាខារបស់ពួកយើងសាខា 598 សាខាបរិយអង្គរនិងសាខាកោះនរាទាំងអស់គ្នាអរគុណជួបគ្នាគ្រប់សាខា